ជំរាបសួរបងប្អូនបាទសុខសប្បាយថ្ងៃនេះអឺ ថ្ងៃសុក្រហើយទៅជាថ្ងៃចុងសប្តាហ៍បងប្អូនមាន plan មាន schedule ដើរលេងតាណាខ្លះបាទចាំមិនមកដាក់ក្នុង comment ផងដើម្បីខ្ញុំបានការ recommendation បាទឥឡូវនេះខំប្រឹងធ្វើការទៅភ្លេច enjoy បាទ enjoy life អឺ ថ្ងៃនេះមានដំណឹងពិសេសមួយបាទចំពោះបេក្ខជនយើងថានៅក្នុងសហរដ្ឋអាមេរិកហ្នឹងបាទគាត់នៅសហរដ្ឋអាមេរិកតាម visa J1 F1 លក្ខអញ្ចឹងអានេះអាស្រ័យទៅបេក្ខជននៅក្នុងស្រុកសហរដ្ឋអាមេរិកមានដំណឹងល្អចំពោះគាត់បាទទីទួលនឹង EB3 បាទអញ្ចឹងអឺតាមអ្វីដែល visa bulletin រាយការណ៍មកថាខែ3អ្នកថាដាក់ពាក្យក្នុងស្រុកដាក់ពាក្យកម្មវិធី EB3 ក្នុងស្រុកលោតឡើងបាន7ខែបាទអញ្ចឹងមានន័យថាpriority date ខែ6ថ្ងៃ22 2022អីហ្នឹងអាចបាទចាប់ផ្ដើមណាត់ចូលសភាបាទនេះជាដំណឹងល្អមួយបាទចំពោះបេក្ខជននៅក្នុងស្រុកសហរដ្ឋអាមេរិកអញ្ចឹងនេះជាធម្មតាបេក្ខជនមានច្រើនភេទបាទទី1អ្នកកំពុង processing ពីស្រុកខ្មែរមកហើយឬមួយចំនួនទៀតអ្នកក្នុងស្រុកខ្លះណាកើតមកតាម visa ផ្សេងៗណាបាទមួយចំនួនធំភ្ញៀវខាងយើងមាន F1 នឹងជាតាមសាសាឡាមកកំពុងមករៀនវាថា bachelor master degree ទេអញ្ចឹងគាត់មានសុពលភាពរាប់ឆ្នាំអញ្ចឹងគាត់នៅរៀនផងហើយទៅគាត់ដាក់ពាក្យ EB3 process ទៅទុំគ្នាអញ្ចឹងមានន័យថាគាត់រៀនទៅឲ្យ F1 និង I20 គាត់ current ទៅពេលណាដែល EB3 នឹងដល់ថ្ងៃសភានៅក្នុងសហរដ្ឋអាមេរិកគេណាត់ចូលសភាជាប់បាន green card ធ្វើការបដ ாய் បាទនៅភាគច្រើនអ្នកនៅក្នុងស្រុកហើយមួយទៀតអ្នកដែលមកតាម J1 បាទមួយចំនួនធំខាង J1 ឥឡូវនេះគាត់ក៏ឃើញដែរបាទអញ្ចឹងអបអរសាទរភ្ញៀវមួយចំនួនបាទនៅក្នុងស្រុកបាទនៅក្នុងសហរដ្ឋអាមេរិកបាទពិសេសក៏ដាក់ពាក្យនៅចុង2021ក្នុង2022ហ្នឹងឥឡូវនេះខែក្រោយហ្នឹងតាមយើងស្ទង់មើលគេនឹងចាប់ផ្ដើមណាត់គាត់ចូលសភាបដាបាទអញ្ចឹងចំពោះបេក្ខជននៅក្នុងស្រុកសហរដ្ឋអាមេរិកសូមជូនពរសូមត្រៀមខ្លួនចូលសភាបាទកម្មវិធី EB3 ឆាប់នេះអនាគតឆាប់នេះហើយបាទជូនពរឆ្នាំថ្មីសភាបានជោគជ័យហើយទៅហេងហើយទៅកុំភ្លេចសូមអនុញ្ញាតខាងក្រុមហ៊ុនថតវីដេអូសភាផងណាបាទដើម្បីចែករំលែកបងប្អូនតើពងរងចាំព័ត៌មានពីខាងយើងនឹងបាទអញ្ចឹងបើសិនបងប្អូនណានៅក្នុងស្រុកសហរដ្ឋអាមេរិកតាម paid visa តែមានសុពលភាពយូរឆ្នាំបើចាប់អារម្មណ៍ចង់កាច់ចូលមក EB3 ខាងយើងអាចទទួលបានបាទហើយបងប្អូនមួយចំនួនទៀតបាទបើសិនតែកើតនៅក្នុងស្រុកបាទបើសិនតែកើតចង់បានព័ត៌មានធ្វើម៉េចដើម្បីកាច់ចូល paid visa ផ្សេងតាមច្បាប់អនុញ្ញាតណាបាទសូមទាក់ទងមកខាងក្រុមហ៊ុនដើម្បីខាងភ្នាក់ងារយើង consult ឬប្រឹក្សាយោបល់ពីរឿងវិធីកាច់ចូល paid visa ផ្សេងទៀតដើម្បីឈានទៅបានកាត green card permanent resident រស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកកាច់ចូលសញ្ជាតិអនាគតទៀតបាទអញ្ចឹងបើសិនណាមានចម្ងល់អាចទម្លាក់ comment ឬទាក់ទងមក page ទាក់ទងមក office ខាងយើងចាំតស្វាគមន៍បងប្អូនដែរបាទដោះស្រាយបញ្ហាអន្តរវេសរបស់បងប្អូនបាទអញ្ចឹងសូមអរគុណ Have a good weekend